បំណុលធ្វើឲ្យមនុស្សមានតែសំណួរសួរថាពីណាគេជាអ្នកមាននៅពេលដែលមនុស្សមានបំណុលធនាគារដោយសារធនាគារក៏មានផ្នត់កំណត់ជាអ្នកមានបំណុលត្រូវបានគេប្រើប្រាស់ដើម្បីទាញយកទ្រព្យឲ្យមានចំណូលអញ្ចឹងធនាគារជាទូទៅគាត់ប្រើប្រាស់បំណុលដើម្បីបានទ្រព្យឲ្យមានចំណូលហើយបើសិនជាទ្រព្យនឹងអត់ចំណូលម្ចាស់ទ្រព្យត្រូវរកចំណូលដើម្បីទៅសងឲ្យធនាគារអញ្ចឹងនិយមន័យសម្រាប់អ្នកវិនិយោគគេប្រើពាក្យហ្នឹង that is a tool used to collect cash flow generating assets ហើយបើសិនជាដីឬក៏អីអត់មាន cash flow ម្ចាស់ដីនឹងឯងជា asset របស់ធនាគារអញ្ចឹងបុគ្គលិកធនាគារមាន2បុគ្គលិកដែលធនាគារបើកប្រាក់ខែឲ្យហើយនិងបុគ្គលិកដែលរកប្រាក់ខែឲ្យធនាគារអញ្ចឹងសំណួរសួរថានៅទីនេះបងប្អូនណាខ្លះជាបុគ្គលិកបានប្រាក់ខែពីធនាគារបងប្អូនណាខ្លះជាបុគ្គលិករកប្រាក់ខែបើកឲ្យធនាគារតែខ្ញុំចង់បង្ហាញថាពាក្យហ្នឹងអញ្ចេះមានអ្នកខ្លះភ័យខ្លាចបំណុលអ្នកខ្លះស្រឡាញ់បំណុលភ័យមានភ័យល្អហើយនឹងភ័យអាក្រក់យើងអត់ទាន់ដឹងថាយើងវិនិយោគអីខ្លាចបំណុលល្អតែបើសិនជាយើងមានឱកាសវិនិយោគហើយបង្កើតប្រាក់ចំណូលយើងខ្លាចបំណុលអានោះអត់ល្អទេបាទសម្រាប់ថ្ងៃនេះដែរសម្រាប់ខ្ញុំគឺរៀនបានច្រើនដែរទី1តកតងទៅនឹង4ចំណុចដែលគ្រូបានបែងចែកហ្នឹងហើយតកតងទៅនឹងហ្គេមសង្កេតឃើញថាវាដូចជាជីវិតពិតផនយើងរាល់ថ្ងៃអញ្ចឹងបើយើងច្បាស់តកតងទៅនឹងហ្គេម cash flow នេះយើងអាចយកទៅអនុវត្តនៅក្នុងជីវិតពិតផនយើងរាល់ថ្ងៃអញ្ចឹងយើងសង្កេតឃើញថានៅក្នុងហ្គេមមានឲ្យយើងទិញ stock មានឲ្យយើងទិញផ្ទះមានពេលខ្លះទៅយើងមាន charity មានចំណាយផ្សេងដែលយើងអាចបានព្រៀងទុកអញ្ចឹងនៅក្នុងហ្នឹងតើយើងសម្រេចចិត្តបែបណាវាដូចជាជីវិតយើងរាល់ថ្ងៃអញ្ចឹងពេលដែលយើងលេងហ្គេមនេះទៅយើងដឹងថាការសម្រេចចិត្តសំខាន់ថាយើងចាប់ដើមធ្វើវាឬក៏យើងមិនធ្វើតើយើងធ្វើយើងចំណេញអីយើងមិនធ្វើយើងមិនចំណេញអីសម្រាប់បងប្អូនដែលចង់ស្វែងយល់អំពីចំណេះដឹងកសាងទ្រព្យចំណេះដឹងផ្នែកវិនិយោគនិងអាជីវកម្មជួបជាមួយនឹង Master Campus ដោយផ្ទាល់បងប្អូនអាចចូលរួមកម្មវិធី Cashflow Program ដែលរៀបចំឡើងដោយ Cashflow Club Cambodia ជារៀងរាល់ខែបងប្អូនកុំភ្លេចណាចូលរួមជាមួយនឹង Cashflow Club Cambodia យើងផ្ដល់នូវចំណេះដឹងដោយបរិសុទ្ធសម្រាប់ព័ត៌មានលម្អិតបងប្អូនអាច comment នៅខាងក្រោមឬក៏តាក់ទងមកក្រុមការងាររបស់យើងបានអរគុណច្រើន